បាទខ្ញុំបានទៅអាមេរិក4-5 ដងហើយប៉ុន្តែលើកនេះលើកចុងក្រោយនេះជាលើកទី1ដែលសាបើកឡាននៅអាមេរិកពួកឯងខ្ញុំបានធ្វើ IDP ពីស្រុកខ្មែរទៅ International Driving Permit អញ្ចឹងយើងអាចបើកបាននិយាយទៅបើកឡាននៅអាមេរិកស្រួលបាទទោះបីនៅ freeway ទោះបីនៅក្នុងភូមិក៏ដោយស្រួលដែរក្នុងក្រុងក៏ដោយស្រួលទេពិបាកតែអាចក្រុងញូវយ៉កឬក៏ Washington តិចដោយសារឡានច្រើនប៉ុន្តែក៏មិនថាមិនអាចបើកបានដែរព្រោះអីមនុស្សគ្រប់គ្នាបើកគ្រប់ច្បាប់ហើយបើបើកនៅ freeway គេអាចគ្រូគ្នាច្រើនគេយោគយល់គ្នាច្រើនអត់បញ្ចេញគ្នាអត់វាគ្នាទេដូចនៅរដ្ឋកាលីហ្វ័រញ៉ានេះបាទអានេះខ្ញុំបើកពីកាលីហ្វ័រញ៉ាទៅនេវ៉ាដាហើយក៏ខ្ញុំបើកមកវិញជួយបើកបងអូនថ្លៃព្រោះអីគាត់ហត់ហ្នឹងបាទអញ្ចឹងទៅក៏ជួយបើកស្រួលបាទយើង follow តាច្បាប់គេទៅហើយគេមានលំអឿនកំណត់ប៉ុន្តែនៅក្នុងរដ្ឋនេះគេអត់សូវនិយាយពីលំអឿនកំណត់បានទេគេហៅ follow បាទ follow the flow បើកវូទៅបាទដូចលំអឿនគេកំណត់តែ75ម៉ាអញ្ចឹងយើងបើកទៅបី80 85ម៉ាគាត់អីដែរប៉ុន្តែក៏បើតែយើងបើកកាច់ចុះកាច់ឡើងឆ្វេងឆ្វាយចុះឡើងគៀដែលអាចជែគេចុះឡើងអាហ្នឹងបានបលិហៅបើសិនជាយើងបើកធម្មតាមិនអីទេអត់ទេហើយបើយើងបើកនៅ lane 1យើងចង់ចូល lane 3យើងសញ្ញោបើកសញ្ញោផ្លឹបតាំងទីទៅអ្នកក្រោយគេប្រអងឲ្យយើងចូលហើយគេអត់បញ្ចេញឬក៏ play ដេញយើងឯងនិយាយទៅគេបើកយោគយល់គ្នាប៉ុន្តែមិនយោគយល់អនុគ្រោះអ្នកបំពេញច្បាប់ទេព្រោះយើងមិនបំពេញទៅពេលខ្លះគាត់ឲ្យយើងបើកក្នុង lane ទី2អញ្ចឹងហើយយើងត្រូវដូរចូល lane ទី4អញ្ចឹងទៅយើងសុំសញ្ញោគេផ្លឹបទៅគេឲ្យចូលហើយគេអត់ play ដេញទេតែបើសិនជាយើងបើកឆែចុះឆែឡើងគីអីថាវ៉ាគេចុះឡើងហ្នឹងគេអាច report ទៅប៉ូលីសព្រោះអីប៉ូលីសបើកត្រូវតាមផ្លូវរហូតហ្នឹងហើយតែបើសិនជាយើងបើកអត់អីគាត់តែយើងបើកលបឿនលឿនហើយយើងអត់ឆែគេចុះឡើងហើយលបឿនយើងលើសតែ10លើសតែគេកំណត់70យើងបើក75ឬ80ហ្នឹងអត់អីទេប៉ុន្តែកុំឲ្យបើក90អញ្ចឹងទៅបាទលឿនពេកនឹងឲ្យបងប្អូនបើសិនទៅអាមេរិកបងប្អូនធ្វើ IDP ទៅ International Driving Permit នឹងយើងអាចបើកបានដែរបាទនេះទេសភាពពីកាលីហ្វ័រញ៉ាទៅរដ្ឋនេវ៉ាដាបាទបងប្អូនឃើញអត់មានស្មៅទេក្រហមព្រិញហ្មងបាទភ្នំហើយចេញក្រៅក្តៅណាស់បាទក្តៅហើយពួកខ្ញុំទៅលេងនៅ Las Vegas ទៅលេងបងគាត់នៅចិត្តនៅហ្នឹងគាត់នាំដល់លេងបាទមិនមែនទៅលេងលបាយទេបាទទៅស្គាល់ទីក្រុង Las Vegas តែស្អាតបាទកន្លែងណាក៏លបាយដែរចូលឡើងលក់ស្អីលបាយទាំងអស់កន្លែងណាក៏លបាយដែរបាទតែយើងទៅដល់លេងទៅញ៉ាំអីចឹងទៅបាទនេះក៏ចូលទៅមើលHoover Dam គិរីស្នីនៅចលងភ្នំនឹងហើយក្តៅមែនតើតែទឹកហូរមកពី Grand Canyon នៅពី Arizona នោះបាទហូរមកហើយតែគេហៅColorado River បាទហូរទៅចឹងគេទប់ធ្វើវិធីគិសនីបាទបងប្អូនមើលទេសភាពបាទទេសភាពតាមដងផ្លូវនៃរដ្ឋនេវ៉ាដានិងកាលីហ្វ័រញ៉ាឬទៅ Arizona ក៏ទេសភាពចឹងដែរបាទក្រហមចាស់ចឹងខុសពីខាងចរចាខាង Florida គេមានដើមឈើ Kentucky គេមានដើមឈើព្រៃភ្នំនិងខៀវស្ងាត់ចឹងទៅបើទៅខាងIowa Minnesota ខាងPennsylvania នោះអានោះជាការពោតជាការស្ដែកជាការស្រូវហើយនឹងរួចអីកសិដ្ឋានចំជ្រូកចំគោនៅខាងនោះបាទនេះអត់នឹងចំអីកើតទេនេះខំចេះហ្មងបាទហ្នឹងហើយបាទបើកឡាននៅអាមេរិកស្រួលទេបាទស្រួលមែនតើមុនបងគិតថាពិបាកដល់ពេលឡើងបើកទៅអត់ទេស្រួលបាទយើងតាមតែច្បាប់តាម follow គេទៅក៏អត់អីទេបាទនេះចូលមកដល់ទីប្រជុំជនហើយបាទផ្លូវនៅអាមេរិកមានផ្លូវចំហៀងខាងឆ្វេងនេះបាទវាខ្លះវាខាងស្ដាំគឺផ្លូវហ្នឹងខ្ញុំបើកនេះគឺសម្រាប់ឡានមួយដែលមានគ្នាជាពី2នាក់ទៅបាទគេឲ្យបើកផ្លូវហ្នឹងគេឲ្យអធិភាពរក្សានៅអាមេរិកភាគច្រើនគឺម្នាក់ឡានមួយម្នាក់ឡានហ្នឹងឡានច្រើនអញ្ចឹងគេលើកទឹកចិត្តឲ្យជីឡានមួយគ្នាច្រើនអ្នក
ចឹងបានគេថាមើលសិនជាយើងជិះ2នាក់យើងអាចជិះឡានមួយ2នាក់ឡើងយើងអាចជិះម្លេះជិះនឹងបានបាទគេហៅស្អីទេហ៊ូស្អីទៀតខ្ញុំភ្លេចឈ្មោះបាត់ទេបាទជិះបានជិះពី2នាក់ឡើងអាចបើកកន្លងនឹងបានតែបើសិនជាយើងជិះម្នាក់ឯងយើងចូលកន្លងនឹងបើលីឃើញលីផាកបាទផាកច្រើនអញ្ចឹងគេលើកទឹកចិត្តឲ្យយើងនឹងទិញឡានមួយនឹងជិះគ្នាច្រើនដើម្បីកុំឲ្យជាផ្លូវឬក៏ខូចបរិស្ថានអញ្ចឹងទៅបាទព្រោះនៅអាមេរិកឡានច្រើនជាងម៉ូតូ